ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នារដូវកាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមក៏បានឈានចូលមកដល់ហើយនៅក្នុងនោះបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងដែលគាត់ជាប់នៅខ្សែស្រឡាយចិនវៀតណាមក៏គាត់បានរៀបចំជាមួយនៅក្នុងកម្មវិធីសែនព្រេនទៅតាមប្រពៃណីនិងរបៀបទម្លាប់របស់ពួកគាត់ឥឡូវនេះខ្ញុំបាទសាយសំណាងមន្ទីរព័ត៌មានខេត្តសៀមរាបក៏កំពុងតែស្ថិតនៅខាងមុខនៃផ្សារលើធំថ្មីខេត្តសៀមរាបដែលនៅក្នុងព្រឹកនេះយើងចង់ដឹងអំពីចំណាប់អារម្មណ៍របស់អាជីវករតើតម្លៃទំនិញសម្រាប់ឆ្នាំនេះយ៉ាងណាដែរហើយបងប្អូនប្រជាពលរដ្ឋគាត់មកគ្រប់គ្រងកម្រិតណាទៅជួបជាមួយនឹងខ្ញុំបាទដូចតទៅសូមអញ្ជើញអាចារ្យរៀបអាហារប្រដាប់សែនព្រេនឲ្យតែចូលឆ្នាំចិនគឺដាច់ទាំងអស់កូនអាចដូចទៅដំណើរការតែកូនប៉ុន្តែថ្ងៃនេះទៅមួយមកទិញហើយដែរក៏លក់ដាច់ទាំងអស់ដូចថារបស់ម៉ាក់លក់ទាំងអស់ហ្នឹងគឺជាមានតែវាបជូរនិយាយចំគឺឲ្យតែម៉ាក់លក់គឺដាច់ទាំងអស់ហ្នឹងហើយមានគ្រប់មុខគឺដាច់ទាំងអស់មិនថាតិជនមកតាមទីផ្សារទីកន្លែងណាដូចថាតាមឡានតាមអីណាគេចូលចិត្តពម៉ាក់លក់ដើមផ្លូវអញ្ចឹងឆ្នាំទៅមនុស្សច្រើនមកជួយទិញឆ្នាំនេះអត់មានមនុស្សទេសំបីតែមនុស្សដើរជិះម៉ូតូក៏អត់មានដែរស្ងាត់អត់ទេតម្លៃឆ្នាំនេះជ្រុកឡើងបានសាច់ឆ្អឹងអីក៏ឡើងតាមនោះដែរខុសពីឆ្នាំមុនឆ្នាំនេះជ្រុករស់គាត់ថាជ្រុករស់ឡើងថ្លៃខ្លាំងឡើងលឿនទៅដល់ពេលគ្នាឡើងអ្នកលក់ឡើងដែរដល់ពេលនេះអ្នកទិញគ្នាអត់មានលុយទិញមូលហេតុមកពីជ្រុករស់ឡើងទៅដល់ពេលយើងលក់សាច់ស្រស់ទៀតគេលក់អត់ដាច់ដែរឲ្យបងប្អូនមកជួយទិញផងសាច់ជ្រូកឯនៅផ្សារលើខេត្តសៀមរាបខ្ញុំយកមកថ្លៃដែរបានខ្ញុំលក់ក៏ត្រៀងថ្លៃដែរឆ្នាំនេះសាច់ជ្រូករស់ឡើងថ្លៃខ្ញុំក៏លក់រៀងឡើងថ្លៃដែរដើមគេសេលនេះគេយកទៅចងអាំងប៉ាវដែលគេអ្នកចាប់ខាងខ្សែចិនគេយកទៅចងអាំងប៉ាវដើម្បីឲ្យគេហេងរស់ស៊ីមានបានពេលគេសែនចិនគេត្រូវការដើមផ្កានេះក៏នាំបងប្អូនត្រូវកាបយកមកលក់គេទៅចាឃើញគេលក់នេះគេកាប់ច្រើនក៏ដើមដំបងបងខ្ញុំអ្នកកាបដល់ពេលគិតលក់ទៅគិតលក់ដាច់ទៅគិតនាំប្អូនកាបដែរដើមគេសេលនេះបើផ្កាស្អាតចំណូលបានយ៉ាងខ្លាំងទៅ1លានឯងពេលចាយ៉ាងខ្លាំងទៅ1លានហើយគឺបើយើងអត់សូវមានមនុស្សទិញទេរត់ខ្លាំងគឺ40ម៉ឺនឬក៏50ម៉ឺនប៉ុណ្ណោះឯងសូមឲ្យបងប្អូនជួយទិញផ្កាអង្គាសេលខ្ញុំលក់នៅមុខផ្សារលើចាហងណាប៉ែងអើយបងប្អូនទាំងអស់គ្នាទាំងនេះគឺសិតសឹងតែជាចំណាប់អារម្មណ៍នៃការបង្ហាញជូនរបស់អាជីវករចំពោះក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាមនេះផងដែរអញ្ចឹងក្នុងឱកាសក្នុងពិធីបុណ្យឆ្នាំថ្មីនេះជូនពរបងប្អូនទាំងអស់គ្នាហេងហើយសុភមង្គលទាំងអស់គ្នាជួបគ្នាជាមួយនឹងខ្ញុំបាននៅក្នុងវីដេអូក្រោយជាបន្តទៀត